ជួងកំពើដើរលេងនៅលើកោះស្ដាច់ចាមានការជួកង់ជីដើរលេងតាមភូមិនិងជីឧបវត្តទូកនេះបងប្អូនហើយកំពើឡើងយំតែម្ដងក៏ភ័យលើកដំបូងមកគាត់ទៅនិយាយថាអ៊ីធីតាឡើងចុះបងប្អូនហើយមកគេងកំពុងសោមមកយប់ចាព្រលឹមឡើងបកមកពេញវិញគេងពេញមកយប់ឥឡូវនាំកូនឡើងមកលេងនៅកោះកុងម្ដងដោយសារកូនក៏ឈប់2ថ្ងៃយកចុះបាន holiday អញ្ចឹងជុំគាត់ដើរលេងបងប្អូនគាត់ថាអូថ្ងៃនោះគាត់ថាបងប្អូនមកច្រើនមែនទែនសំបី PTT ក៏ស្ទះផ្លូវក៏ស្ទះឡានដែរបងប្អូន PTT ច្រកឡើងផ្លូវលបឿនលឿនយ៉ាងហ្នឹងឥឡូវកំពើម្ដងក៏ទិញគ្រួសងក៏ទិញអីនំចំណីទុកញ៉ាំតាមឡានបងប្អូនហើយនិយាយថានៅក្នុងឡានញ៉ាំជាប់រហូតហ្មងកំពើខ្ញុំចូលពីផ្លូវលបឿនលឿនមកឥឡូវយើងដល់ផ្លូវ47បងប្អូនទេសភាពស្អាតតែម្ដងហើយជាលើកដំបូងដែលខ្ញុំទៅកោះស្ដាច់ពីអ្នកពុណៈគាត់ថាជិះមើល map រហូតមើល map ផងចុះសួរគេផងបងប្អូនខ្លាច map មើលតាម Google មិនធ្លាក់ផ្លូវទៀតទេធ្លាប់តែបងប្អូនហើយ Google Map នាំទៅធ្លាក់ផ្លូវដល់ណាដល់ណីឥឡូវជិះមកដល់ឃើញនេះបងប្អូនណាឃើញចប៉ាដកក៏ចុះទិញទៅបងប្អូនអូយថាផ្អែមឡើងឈ្ងុយតែម្ដងហើយគ្រាប់ទូទៀតអមជាមួយបរិយាកាសអូយសងខាងផ្លូវបងប្អូនឡើងខៀវសង្ងាត់ស្រស់ស្អាតមែនតែនតែម្ដងដឹងតែមានលើកទី1ដឹងតែមានលើកទី2បងប្អូនចាលើកទី1ដោយសារតែខ្ញុំមកនេះបងប្អូនអត់បានកក់អតែលគេទេអញ្ចឹងទៅអត់មានកន្លែងគេខ្ញុំគាត់តែទៅលេងហើយគឺខ្ញុំឡើងមកវិញលើកទី1បងប្អូនរៀងរ៉ោករ៉ាក់តិចហើយបងប្អូនណាសូម្បីតែទូកក៏ឡើងខុសដែរទូកគេឡើងទូកទេសចរគេដើរលេងជុំវិញកោះនេះខ្ញុំតែឡើងខុសពេលគេចេញទូកមកសួរគេទៅមិនមែនទេដល់ចឹងទៅខ្ញុំនេះរត់ឡើងលើគោកចុះទូកផ្សេងទៀតអូយមែនបងប្អូនហើយលើកទី1មែនហ្មងចឹងបងប្អូនមុននឹងកោះស្ដាច់ណាបងប្អូនគួរតែកក់អតែមុនបត់ពិសោធន៍ខ្ញុំហើយលើក្រោយខ្ញុំមកដល់កក់អតែឡើយតែចောက်មានកន្លែងគេងទេឥឡូវនេះដល់ភ្លាមនឹងគឺថាជួកង់ជីដើររកកន្លែងតែគេងបងប្អូនផ្ទះគេងចឹងណាចាជីរៀងហត់ដែរដាក់មឹកអាំងដាក់អីញ៉ាំសិនចឹងទៅឆ្ងាញ់ណាស់វិញនេះប៉ាអូនឆ្ងាញ់ណាស់ទីនៅលើមឹកនៅលើកោះស្ដាច់ឆ្ងាញ់មែនតើអូជាមួយទឹកអូនថាម៉េចមកតំណាប់លឿននេះមិនដាំដៃគេចុះតំណាប់លឿនដាក់លំអៀងតែនេះញ៉ាំប្រៃហ្នឹងប្រៃអូដាក់មានអំបិលយ៉ាងណាមកអូគេគេនេះបងលេងទៅខ្ញុំយកនេះសាក់មួយហើយនឹងបាយតំណាប់តេមួយមកតែក៏កំពុងជីដើររផ្ទះគេងនេះបងប្អូនចាម្ដងនេះជួបក្មួយយកក៏ស្គាល់ហ៎ចឹងក៏សួរគាត់ថាក្មួយទៅដើរលេងនៅកន្លែងណាខ្លះគាត់ស្គាល់កន្លែងដើរលេងគាត់នាំខ្ញុំដើរលេងមកបងប្អូនហើយចានិយាយពីថាសំណាងដែរបើមានកាយនាំដើរលេងដឹងអ៊ីទីដើរនឹងជីទៅណាទៅណីបងប្អូនហើយក៏នាំជីដើររផ្ទះជួលផ្ទះគេងដែរបងប្អូនចាហើយម្ដងនេះរកបានទេនិយាយទៅថ្ងៃនេះគឺថាពេញហ្មងណាហើយឥឡូវហ្នឹងក៏នាំគ្នាឈប់ញ៉ាំអីសិនចាយកកន្លែងចាំជីតទៀតនេះតែងតែគាត់ជុំគាត់ម្នាក់មកកែវាថាអូសប្បាយចិត្តមែនតើបងប្អូនហើយអរគុណកាយទុយរបស់ខ្ញុំវាថាអូសម្រាប់គេស្រឡាញ់មួយនេះបងប្អូនហើយគឺថាជីនាំអ៊ីធីដើររផ្ទះជួលផងដើររផ្ទះគេងផងដើររកន្លែងញ៉ាំអីហងគាត់ថាអូយកុំបានកាយទុយហ្នឹងណាបងប្អូនកុំអីខ្ញុំមិនដឹងជីទៅណាទេដូចខ្ញុំនិយាយចឹងយើងមកលើកទី1ហើយអត់ស្គាល់កន្លែងហ្មងមិនថាអត់គឺអត់ស្គាល់មកបងប្អូនអញ្ចឹងចេះជីទៅណាគឺគាត់ខ្ញុំថាអូក្មួយចង់ញ៉ាំបាញ់ឆៅក៏ជីរកកន្លែងញ៉ាំបាញ់ឆៅកន្លែងអ៊ីលក់បាញ់ឆៅក្នុងភូមិនេះឆ្ងាញ់ណាស់បងប្អូនហើយបងប្អូនសួរខ្ញុំនៅម្ដុំណាខ្ញុំអត់ទាន់ដឹងបងប្អូនចាំទៅលើកទី2ខ្ញុំថតទីតាំងជូនបងប្អូនមើលតែម្ដងចាឆ្ងាញ់ក៏ចាក់ឲ្យយើងភ្លាមក្តៅចឹងហ្មងញ៉ាំហើយក៏ខ្ញុំត្រឡប់មកផ្ទះបងប្អូនដោយសារតែយើងរកផ្ទះសំណាក់គេញ៉ាំបានទេហើយកំពើខ្ញុំបងប្អូនដូចពងជីកង់សបាយក្នុងភូមិហងអត់ចង់មកផ្ទះទេទឹកមុខបងប្អូនអាណិតកូននេះថាមកឯព្រមកក់ទេព្រមកក់អីចឹងអត់មានផ្ទះគេខ្ញុំទឹកមុខអត់ចង់ចង់មកវិញជីកង់សបាយពេកប្រាប់គាត់ចាំលើកក្រោយដល់ពេលអត់មានទូកធំជីបងប្អូនយើងត្រូវជីបបទូកនេះឲ្យលើកដំបូងរបស់គាត់បងប្អូនខ្ញុំអាណិតកូនខ្លោចចិត្តហ្មងយំហងអោបម៉ាក់ផងអោបអាហៀផងដល់ចឹងអត់ទេលើកក្រោយគឺឲ្យកូនខ្ញុំជីហ្នឹងបងប្អូនដោយសារយើងប្រញាប់មកពេកបើយើងខ្លាចយប់ព្រោះយើងជីបបទូកនឹងលើកក្រោយគឺអត់ជីទេនៅកូនពើខ្ញុំណាស់ក៏ខ្លាចទីដាបកទៅកំពង់សោមវិញហើយចាំជួបគ្នាម្ដងទៀតអ្នកក៏ស្ដាច់